សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសារជាថ្មីម្ដងទៀតអញ្ចឹងក្នុងវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើលំហាត់ទី4របស់យើងដែលជាលំហាត់ CV អញ្ចឹងនេះជាលំហាត់ចាស់របស់យើងឥឡូវយើងទៅខាងចុងហើយយើងដាក់ cursor នៅចុងយើង control enter មកអូខេឥឡូវយើងចូលกระดาษថ្មីហើយអូខេឥឡូវយើងទៅមើលលំហាត់របស់យើងបាទនេះជាលំហាត់ CV របស់យើងអញ្ចឹងនៅក្នុងលំហាត់នេះយើងមានបច្ចេកទេសរៀងច្រើនគួរសមដែរក្នុងការដាក់អញ្ចឹងយើងចាំមើលទាំងអស់គ្នាតើយើងធ្វើការកំណត់អីខ្លះអូខេឥឡូវយើងចាប់ដើមធ្វើទាំងអស់គ្នាខ្ញុំបើកវាជាពីរចំហៀងអញ្ចឹងមកអូខេរួមបន្តិចអូខេអាហ្នឹងមកមកសម្រាប់កន្លែង Word អូខេប៉ុណ្ណឹងអូខេតោះឥឡូវយើងចាប់ដើមធ្វើទាំងអស់គ្នាអញ្ចឹង font នៅក្នុងលំហាត់ហ្នឹងគឺយើងប្រើ Times New Roman ទាំងអស់ដូចមុនទេអញ្ចឹងដំបូងយើងសរសេរចំណងជើងយើងចូល center មកហើយយើងសរសេរអក្សរធំគឺចុច caps lock បងប្អូនហើយយើងចាប់ដើមសរសេរមក Kingdom of Cambodia អូខេឥឡូវយើងសេរួចចប់ហើយដាក់វាដិតទីមកអញ្ចឹងក្នុងលំហាត់នេះយើងនឹងធ្វើ CV សម្រាប់អ្នកនេះចេះរៀបចំ CV ដើម្បីដាក់ពាក្យធ្វើការណាអូខេឥឡូវចំណុចបន្ទាប់ទៀតនៅខាងក្រោមពាក្យ curriculum vitae ចូលបន្ទាត់មួយមកដោះអក្សរដិតចេញអញ្ចឹងគឺជាសញ្ញាហ្នឹងគេហៅថា symbol អញ្ចឹងកន្លែងនេះជាចំណុចដែលថ្មីឥឡូវយើងទៅមើលរបៀបដាក់ symbol ទាំងអស់គ្នាគឺយើងចូលទៅកាន់ insert ហើយបន្ទាប់មកយើងរើស symbol មានរូបអូមសញ្ញាសម្គាល់ហើយយើងរើស more symbol បន្ទាប់មកវានឹងចេញផ្ទាំង symbol load មកឲ្យយើងឃើញអូខេឥឡូវយើងរកមើលសញ្ញាដែលដូចទៅនឹងលំហាត់របស់យើងអញ្ចឹង font symbol បងប្អូនចាំ symbol ដែលយើងប្រើញឹកញាប់បំផុតមានតែ2ឯងគឺទី1 font តាក់តែងសម្រាប់ក្បាច់ឬក៏ផ្កាផ្សេងដូចដែលបានឃើញហ្នឹងហើយមួយទៀតគឺសញ្ញាផ្សេងគឺយើងប្រើ wingding ខ្ញុំចុចតម្លាក់មកហើយយើង search វាយអក្សរ W អញ្ចឹងវា load ដល់កន្លែង wingding ហ្នឹង wingding អូខេ wingding ហ្នឹងគឺពពួករូបសញ្ញា icon ផ្សេងបាទមានដូចជាសភៅប៊ិចដូចជាដើមហ្នឹងអញ្ចឹង symbol ហ្នឹងគឺនៅក្នុង font wingding ហ្នឹងហើយយើងទៅក្រោមតិចមកយើងនឹងឃើញហើយអូខេឥឡូវយើងឃើញសញ្ញាហ្នឹងហើយអញ្ចឹងយើងរើសមកនេះដើម្បីដាក់ symbol សញ្ញាដែលយើងរកឃើញ select លើវាមកហើយចុចប៊ូតុង insert អូខេអញ្ចឹងចេញមកនេះហើយបន្ទាប់មកសញ្ញាទី2 select មក insert សញ្ញាទី3 insert ពេល insert ចប់យើង close មកអូខេអញ្ចឹងយើងបានសញ្ញា symbol ចូលមកនៅក្នុងលំហាត់របស់យើងហើយអូខេឥឡូវយើងចាប់ដើមធ្វើបន្តទៀតចុះបន្ទាត់យើងទៅខាងឆ្វេងវិញហើយយើងចាប់ដើមវាយទៅលើឈ្មោះរបស់យើងមកចុច2ទាំងអស់គ្នាកុំដក clear ណាកន្លែងហ្នឹងដក clear អត់ស្មើគ្នាយើងចុច tab 1ឬ2មកហើយយើងចុច2ចឹងមកហើយ tab មួយទៀតហើយដាក់ឈ្មោះរបស់យើងមកអូខេជាអក្សរធំអក្សរដិតតែខ្ញុំឧទាហរណ៍ដាក់ឈ្មោះខ្ញុំអូខេហើយយើងដាក់វាឲ្យដិតខ្មៅតិចមកអូខេតោះបន្តទៀតអូខេកន្លែងអាស័យដ្ឋានរៀងដាច់មកក្រោមបន្តិចអញ្ចឹងយើងចុះបន្ទាត់តិចមកដើម្បីស្អាតនេះត្រឹមសៀមរាបហ្នឹងអូខេ enter មួយមកហើយយើង tab នេះ tab វាស្មើអញ្ចឹងណាបងប្អូនអូខេឥឡូវតោះយើងចប់មកក្បាលលើហើយទៅក្រោមទៀតចុះបន្ទាត់ម្លង2មកហើយយើងចាប់ដើមសរសេរអូខេ personal data កន្លែងខ្មៅបងប្អូនកុំអាតន់ដាក់ណាហើយយើង tab មួយមកដាក់មកអូខេ
ok chẳng cái này nó chọc ấy lấy nhưng mà hai pi là bìa đạ cái này highlight không mà cái này personal data nó tầm bốn dương select đạ via sort đất sấn của riêng đất hai dương rồi vô vào toàn bị kéo okបន្ទាប់មកទាំងអស់គ្នាចង់ highlight មួយ chốt ហ្នឹងយើងគ្រាន់តែយក cursor យើងដាក់ចុចចំលើបន្ទាត់មកមិនបាច់ select ទេហើយនៅក្នុង home របស់យើងមានកន្លែង setting ណានៅក្នុង paragraph គឺមានកន្លែង setting កន្លែងរូបឡើងទាំងអស់គ្នារូបឡើងចាក់ពណ៌ហ្នឹងយើងចុចតម្លាក់មករើសពណ៌ទៅតាមដែលយើងត្រូវការឧទាហរណ៍ក្នុងលំហាត់ពណ៌ខ្មៅយើងរើសមកហើយមួយទៀតបើសិនជាអ្នកនររើសមកបាត់អក្សរអញ្ចឹងអក្សរយើងពណ៌ខ្មៅ background ក៏ខ្មៅអញ្ចឹងយើង select លើអក្សរយើងមកយើងដូរពណ៌អក្សរយើងនៅកន្លែង font color ណាអ្នកកន្លែងអក្សរ A ហ្នឹងយើងរើសពណ៌ទៅពណ៌សទៅវាចេញមកវិញតែអាហ្នឹងវា auto ឲ្យអញ្ចឹងអត់អីទេយើងអត់ពិបាករើសទេអូខេអញ្ចឹងកន្លែងហ្នឹងរួចហើយយើងបន្តទៅក្រោមទៀតអស់នេះអូខេអញ្ចឹងយកមើលកន្លែងសៀមរាបនឹងតិចធ្លាក់ហ្នឹងតម្លាក់មក enter មកហើយ tape ឲ្យស្មើទៅមកអូខេកន្លែងហ្នឹងអញ្ចឹងយើងហើយមួយទៀតហើយអញ្ចឹងដាក់ date ដាក់បន្ទាត់ពីក្រោមហើយយើងរើសយក setting អូខេបានមួយទៀតហើយអូខេឥឡូវយើងបន្តទៀតចុះបន្ទាត់មកទៀតអូខេអញ្ចឹងសេរីកន្លែងសៀមរាបបន្តិច enter មក tape មកអូខេអញ្ចឹងអ្នកនេះចាំអាធ្លាក់បន្តិចហ្នឹងយើង enter ផ្ដាច់មកពាក្យវាហ្នឹងដើម្បីឲ្យវានៅជាប់ខាងលើហើយយើង tape វារុញឲ្យស្មើខាងលើអញ្ចឹងមកទៅវាស្អាតណាអូខេអញ្ចឹងយើងបាយបន្តទៅសិនមិនបាច់ទាន់ដាក់ខ្មៅទេកុំឲ្យខាត់ពេលចឹងបើសិនចេញពាក្យក្រហមនេះយើងមកស្ដាំមកយើងរើសយកពាក្យត្រូវក្នុងការយើងបាយខុសណាអូខេកន្លែងដែលចេញបន្ទាត់ខៀវពីក្រោមមាននៅខុសវេយ្យាករណ៍មកស្ដាំតិចមកហើយយើងកែទៅតាមពាក្យគេ correct មកអូខេឥឡូវយើងទៅចុងក្រោយ referenceអូខេឥឡូវយើងវាយចប់ហើយឥឡូវយើងចាប់ដើមសេរីអញ្ចឹងយើងដាក់កន្លែងនេះមក select យក date បន្ទាត់ពីក្រោមហើយយើងរើសយក setting មកនឹងដូចគ្នា date បន្ទាត់ពីក្រោម setting ពណ៌ខ្មៅនេះ date បន្ទាត់ពីក្រោម setting ពណ៌ខ្មៅអូខេឥឡូវយើងមើលទៅលើអក្សររបស់យើងថាម៉េចបានធ្លាក់បាទមូលហេតុបានធ្លាក់លើกระดาษអូខេយើងឆែកពីលើមកតើយើងមានសល់ space កន្លែងណាដែលចន្លោះចោលដែរអត់អូខេអញ្ចឹងយើងបើកឲ្យធំសិនអូខេឥឡូវទី1យើង select លើអត្ថបទយើងទាំងអស់មក CV ហ្នឹងហើយយើងចូលទៅមើល paragraph យើងមើល spacing ណាបងប្អូនអញ្ចឹង spacing យើងត្រូវយក 0 single ឥឡូវ0 before 0 after 0តែ line spacing នៅសល់ multiple 1.2 អាហ្នឹងអត់ត្រូវទេលើសអញ្ចឹងយើងរើសយក single មកអូខេហើយអូខេមកអូខេឥឡូវនេះយើងឃើញថាអក្សររបស់យើង load ឡើងទៅលើវិញហើយឥឡូវយើងចាប់ដើមចុះបន្ទាត់សារ៉េបន្តិចដើម្បីស្អាតទី1នេះកន្លែងខាងលើនេះយើងដាក់មកកន្លែង single enter 1មកអូខេកន្លែងនេះចន្លោះហើយអត់អីទេកន្លែងនេះអូខេ enter 1មកកន្លែងនេះ enter 1មកអូខេចឹងមកយើងឃើញថាស្អាតហើយបាទប៉ុណ្ណឹងចឹងគឺយើងសារ៉េរបៀបហ្នឹងណាបងប្អូន CV យើងប៉ុណ្ណឹងគឺអូខេហើយបើសម្រាប់ CV របស់យើងមានបទពិសោធន៍ដូចជាការសិក្សាច្រើនវាលើសกระดาษទៅกระดาษ2សន្លឹកឬក៏3សន្លឹកអាហ្នឹងអត់អីទេណាទៅតាមព័ត៌មានរបស់យើងអាហ្នឹងដោយសារ CV ហ្នឹងព័ត៌មានវាតិចដែរទេអញ្ចឹងអត់អីទេប៉ុណ្ណឹងគឺមួយសន្លឹកគ្រប់តែម្ដងអូខេ
ចឹងសម្រាប់ការ design CV មានប៉ុណ្ណឹងក្នុងលំហាត់ទី4ហ្នឹងជួយ subscribe ហើយនិង like ផងជួបគ្នានៅវីដេអូនៅលំហាត់ទី5បន្តទៀតអរគុណច្រើនអ្នកនរគ្នាជម្រាបលា